ក្នុងកំឡុងពេលដែលលីកអាជីពរបស់យើងកំពុងតែឈប់សម្រាកយើងសង្កេតឃើញថាទីផ្សារដោះដូរកីឡាករគឺកំពុងតែមមាញឹកខ្លាំងមែនទែនមានអ្នកគាំទ្រមួយចំនួនគាត់កំពុងតែសប្បាយចិត្តចំពោះអ្វីដែលក្លឹបគាត់បានធ្វើដោយប្រកាសនាំយកសិទ្ធិជាកីឡាករល្អៗមកពង្រឹងក្រុមរបស់ពួកគាត់ហើយក៏មានក្លឹបមួយចំនួនដែលអ្នកគាំទ្រក៏កំពុងតែអត់សប្បាយចិត្តដែរបន្ទាប់ពីឃើញកីឡាករល្អៗរបស់ពួកគាត់បានចាក់ចែងទៅចូលរួមជាមួយនឹងក្លឹបផ្សេងតែនេះគឺជាធម្មជាតិរបស់បាល់ទាត់យើងក៏លេចមកមើលព្រឹត្តិការណ៍បាល់ទាត់របស់យើងនៅក្នុងស្រុកមួយទៀតដែលមានប្រាក់រង្វាន់រហូតដល់25លានរៀលគឺ Soccer League ឆ្នាំនេះជាលើកទី8ដែល Soccer League បានធ្វើហើយឆ្នាំនេះដែរក៏ជាឆ្នាំមួយដែលមានក្រុមចូលរួមច្រើនមែនទែនក្រុមបុរសមានរហូតដល់54ក្រុមបែងចែកជា16ពូលចំណែកក្រុមនារីវិញក៏មាន7ក្រុមពួកគាត់បែងចែកជា2ពូលហើយសម្រាប់បច្ចុប្បន្ននេះគឺកំពុងតែមមាញឹកខ្លាំងមែនទែនក្រុមខ្លាំងមួយចំនួនកំពុងតែសន្សំបន្ទុកដើម្បីឲ្យឡើងមកវគ្គបន្ទាប់ហើយនៅថ្ងៃទី3ខែ7នេះយើងនឹងបានឃើញទាំងអស់គ្នាក្រុមខ្លាំងនឹងឡើងពីពូលរបស់ពួកគាត់មកដល់វគ្គ16ក្រុមចុងក្រោយខ្ញុំក៏សង្កេតឃើញក្រុមខ្លាំងមួយចំនួនដែរដូចជា Avatar ក្រុមផ្ការីកគ្រូដៅដែលដឹកនាំដោយបងពាក់មីក៏ធ្វើបានល្អដែរហើយក្រុមអាណាចក្របៃតងក្រុម Seabell ក្រុមខ្មែរ United ក្រុម Happy Donut និងក្រុមមួយចំនួនទៀតគឺកំពុងតែធ្វើបានល្អខ្លាំងមែនទែនខ្ញុំគិតថាក្រុមពួកគាត់នឹងឡើងមកដល់វគ្គខ្ពស់នៅក្នុងការប្រកួត Soccer League ឆ្នាំនេះហើយចាប់ពីវគ្គ16ក្រុមនេះមកគឺសុទ្ធតែជាវគ្គល្អមើលដោយសារក្រុមដែលបានឡើងមកទាំងអស់សុទ្ធតែជាក្រុមដែលខ្លាំងមានសមត្ថភាពប្រហាក់ប្រហែលគ្នាហើយពួកគាត់នឹងត្រូវប្រកួតទម្លាក់គ្នារហូតមកដល់ថ្ងៃទី11ទី12នឹងមានការប្រកួតវគ្គផ្ដាច់ព្រាត់នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកហើយកាលពីឆ្នាំ2024ការប្រកួតពិតជាល្អមើលខ្លាំងមែនទែនកាលនោះគឺខ្មែរ United ជាអ្នកលើកពានហើយសម្រាប់ឆ្នាំនេះវិញខ្មែរ United ក៏មិនស្រួលដែរដោយសារក្រុមផ្សេងគឺសមាជិករបស់ពួកគាត់គឺខ្លាំងមកច្រើនដែរហើយក៏អរគុណដល់ក្រុមហ៊ុនខ្មែរ Beverages ដែលមានទឹកពិសាកម្ពុជា Pesca Express ដែលបានចូលរួមឧបត្ថម្ភការប្រកួត Soccer League លើកទី8នៅឆ្នាំ2025ក្រោមមូលបត្រស្មារតីកីឡាដើម្បីយុវជនសង្គមយើង